បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយឲ្យដល់ចាក់យ៉ាមើលថ្ងៃនេះអត់ទៅជួសេអត់ទេថ្ងៃនេះមកចឹងថតថ្ងៃនេះមកថតហ៎ចានៅថតចឹងយើងមិនយកកុយន្តមកថតដែរហ្មងអាណាយកកុយន្តមកថតទេគេមកថតតែមនុស្សហ្នឹងអាណាយកកុយន្តមកតែថ្ងៃនេះជាប់ថតរឿងហ្នឹងហើយក្នុងឱកាសចូលឆ្នាំនេះមានបំណងដើរទៅទស្សនាទស្សនកិច្ចអីណាទេអត់ទៅហ៎ចាទៅណាវិញមើលគូអូចូលឆ្នាំទាំងមូលទៅមើលគូអត់ទៅវត្តធ្វើបន់ធ្វើអីទៅវត្តហើយមកវិញយើងមិនមើលគូតែអត់ដើរតម្លៃខ្ជិលអត់មានទៅរមណីយដ្ឋានណាឬក៏ទៅកន្លែងណាដែលភីងទេនិយាយរួមមកនិយាយប្រាប់បងប្អូនត្រង់មកចង់ហ៊ានដើរព្រោះមើលទៅឃើញចរាចរណ៍ច្រើនទៀតចង់ហ៊ានដើរមែនតែយើងទៅយើងបើកតិចយើងគ្រប់ច្បាប់ចរាចរណ៍អញ្ចឹងយើងកុំលឿនអញ្ចឹងចរាចរណ៍គ្រប់ហើយប៉ុន្តែវាខ្លាចតែហ្នឹងយើងសុខចិត្តនៅផ្ទះទៅវត្តហើយមកផ្ទះវិញខ្លាចស្អីងាប់មិនវិលងាយអញ្ចឹងហ្នឹងហ្នឹងហើយឥឡូវរឿងយើងនេះតាក់ទងនឹងប្រធានបទអីដែរប្រធានបទចូលឆ្នាំអីហូបអីជាក់អញ្ចឹងណាចាឥឡូវយើងកំពុងតែរៀបចំសាច់រឿងកំពុងតែរៀបចំប្លង់មែនអត់ហ្នឹងហើយនៅទឹកដីណាទឹកដីតកែវទឹកដីខេត្តតកែវទីរួមខេត្តតកែវប៉ុន្តែមិនមែននេះមិនទីរួមខេត្តទេបងប្អូនអានេះគេហៅថាតាមជនបទស្រុកស្រែចំការយើងហ្នឹងហើយបាទហើយសាច់រឿងនេះផងដែរចេញនៅថ្ងៃណាចេញប្រហែលជាខណ្ឌស្អែកចេញខណ្ឌស្អែកចឹងបានន័យថាប្រហែលជាអាចនឹងចេញចំថ្ងៃចូលឆ្នាំបងប្អូនចាចេញចំថ្ងៃចូលឆ្នាំមហាសង្ក្រាន្តយើងនឹងបងប្អូនសប្បាយនឹងកាសឆ្នាំថ្មីផងសប្បាយនឹងមើលរឿងក្រុមពូត្រូលផងអញ្ចឹងណាកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាបងប្អូនសាច់រឿងនេះដែរមានប្លង់គេហៅថាប្លង់ចយាបាទវាយប្តីឬក៏ប្លង់ចយាជេរកូនជេរចៅទេសុំលាក់សិនទុកឲ្យបងប្អូនអ៊ុតទុកឲ្យបងប្អូនអ៊ុតថ្ងៃចេញចឹងបងប្អូនហេបើប្រាប់ទៅហើយទៅវាមិនអត់ប្រាប់ទេប្រាប់មិនបានទៅ surprise ចាឥឡូវទីហោថាខែចូលឆ្នាំហ្នឹងមានបងប្អូនហ្វេនយើងមកលេងដល់ផ្ទះចយាស្វាគមន៍មិនដែរទទួលតាអោយតែមកលេងដល់ផ្ទះទទួលបើចឹងខ្ញុំសូមផ្ដាំទៅហ្វេនយើងទាំងអស់គ្នាបាទកុំភ្លេចមកលេងផ្ទះ idol ផងហ្នឹងហើយមិនមក idol កែបហ្នឹងកែបទទួលចង់ញ៉ាំកែបងាំងៅទាកប៉ាក៏មានដែរបាទទាកប៉ាបាទឆាក្តៅឬក៏ច្រើនទៀតក៏ផ្ទះគាត់មិនខ្វះទេហ្នឹងហើយអត់ខ្វះទេទាហើយសត្វធម្មជាតិទាំងអស់អត់មានស្ពៃធម្មជាតិស្ពៃធម្មជាតិទាធម្មជាតិហើយប្រសក់ធម្មជាតិប្រសក់ធម្មជាតិកែបធម្មជាតិមនុស្សធម្មជាតិបាទធម្មជាតិទាំងអស់បងប្អូនដឹងហើយកុំភ្លេចណាបងប្អូនណាខ្ញុំគាត់តែប្រាប់ហើយវាស្ដាយក្រោយសង្ក្រាន្តឆ្នាំថ្មីកុំភ្លេចមកលេងតែ idol បងណាចាចាំទទួលមក24ម៉ោងលើ24ម៉ោងបាទបាយបាយ